សូមជូនរឿងនាងវិមានកៈប្រែតទោសលួចទ្រព្យគេនិងទោសបិទសុរាលួក្នុងការកន្លងទៅហើយក្នុងក្រុងពារាណសីមានស្ត្រីក្រមុំម្នាក់ឈ្មោះកល្យាណីមានរូបល្អជាទីស្រឡាញ់ពេញចិត្តចំពោះមហាជនដែលបានឃើញរូបនាងថ្ងៃមួយមានបុរសម្នាក់ចាប់ចិត្តស្រឡាញ់បានចូលទៅនិយាយជាច្រើនដងនាងមិនព្រមយកក៏កើតទោសៈព្យាបាទនាងយកថ្នាំជំរុះសក់ទៅជួលនាងទាសីឲ្យដាក់ក្នុងប្រអប់រមៀតដល់នាងទៅងូតទឹកនាងកំពុងក្បែរផ្ទះយករមៀតនោះកក់ក្បាលសក់ក៏ជ្រុះអស់គ្មានសល់មួយសរសៃនៅតែរលាក្បាលទទីនាងកើតសេចក្តីអៀនខ្មាស់ក៏យកក្រមាទូលក្បាលរត់ជៀសខ្លួនទៅនៅឯស្រុកចុងកាត់មាត់ញោកឆ្ងាយពីស្រុកកំណើតក្រោយមកនាងកល្យាណីដល់នាងទៅនៅក្នុងស្រុកចុងកាត់មាត់ញោកយូរទៅសក់ក៏មានឥតមានដុះឡើងវិញប្តីក៏នាងមិនយកទៅនឹកជាអ្នកទីទាល់ក្រគឺប្រកបមុខរបរបិទស្រាលួពួកប្រមឹកទាំងឡាយតែងចោមរោមរៀននាងជានិច្ចរាល់ថ្ងៃកាលនោះមានអ្នកប្រមឹកពីរនាក់ដេកលក់នាងលួចសម្រាតយកសម្ពុតខោអាវអស់នៅអាក្រាតកាយទៅទេពួកប្រមឹកដឹងខ្លួនឡើងមានសេចក្តីអៀនខ្មាស់ក៏នាំគ្នារត់ទៅផ្ទះអស់ទៅថ្ងៃក្រោយមកនាងកល្យាណីបានឃើញព្រះខ័យណាស្រកមួយព្រះអង្គនិមន្តទៅបណ្ឌបាតមានសេចក្តីជ្រះថ្លាក៏និមន្តចូលគង់លើអាសនៈក្នុងផ្ទះរបស់នាងហើយចាត់ចែងប្រគិនក្រអូបលាយដោយប្រេងល្ងកាលបើព្រះខ័យណាស្រកឆាន់ហើយនាងតាំងចិត្តសេចក្តីប្រាថ្នាថាសូមឲ្យខ្ញុំមានរូបល្អមានសក់សរសៃល្អិតដូចរោមទ្រាយព្រះខ័យណាស្រកធ្វើអនុមោទនាហើយនិមន្តទៅទីដទៃទៀតដល់នាងអស់អាយុបានទៅកើតជាប្រេតញីមានរូបល្អ
សក់ដុះល្អដូចសេចក្តីប្រាថ្នាស្ថិតនៅក្នុងវិមានមាសតែម្នាក់ឯងកណ្ដាលមហាសមុទ្រប៉ុន្តែគ្មានសម្ពុតអាវសាវស្បៃសម្រាប់ស្លៀកអាក្រាតកាយទទេយកសក់ក្បាលគ្របខ្លួនមានសេចក្តីអៀនខ្មាស់យ៉ាងខ្លាំងតែម្នាក់ឯងមិនដែលចេញទៅណានៅតែក្នុងវិមានស្ងាត់ជ្រងំកណ្ដាលមហាសមុទ្រនោះឯងសម័យនោះមានឈ្មួញសំពៅ700នាក់ឆ្លងកាត់មហាសមុទ្រទៅប្រកបការងារត្រើយម្ខាងត្រូវខ្យល់ព្យុះបក់បោករសាត់ចុះឡើងនៅកណ្ដាលមហាសមុទ្រនោះក៏ទៅជួបនឹងវិមានរបស់នាងប្រែតនោះអ្នកសំពៅទាំងឡាយឃើញរូបនាងស្អាតល្អស្រស់នៅតែម្នាក់ឯងក៏សម្គាល់ថាទេពធីតាបានអញ្ជើញឲ្យនាងចេញមកខាងក្រៅដើម្បីចរចាឲ្យដឹងដំណើររឿងនាងមិនព្រមចេញមកសោះដោយសេចក្តីអៀនខ្មាស់គ្របសង្កត់ខ្លាំងពេកពួកអ្នកសំពៅចេះតែទទូចសួរថានាងមានរូបល្អយ៉ាងនេះពួកយើងមិនដែលឃើញសោះតើនាងជាទេវធីតាឬសួរញយពេកនាងក៏ប្រាប់ថាខ្ញុំជាប្រែតឈ្មោះវិមានកៈប្រែតតាំងតែពីកើតមកខ្ញុំមិនដែលបានសម្លៀកបំពាក់សោះព្រោះផលអាក្រក់ដែលខ្ញុំលួចសម្ពុតអ្នកប្រមឹកពីជាតិមុនដែលខ្ញុំមានរូបល្អមានចំណីអាហារទឹកវិមានមាសបដិស្ថាននៅកណ្ដាលមហាសមុទ្រនេះកើតឡើងដោយផលបុណ្យដែលខ្ញុំបានប្រគេនចង្ហាន់ដល់ព្រះខៃណាស្រពួកអ្នកសំពៅសួរទៀតថានាងមកកើតនៅទីនេះប៉ុន្មានឆ្នាំហើយនាងបានប្រាប់ថារាប់ឆ្នាំមិនបានទេចំនួន1កាប់មកហើយនាយសំពៅអាណិតដល់នាងប្រែតនោះពេកបានយកសម្ពុតមួយគូហុចឲ្យទៅស្លៀកនាងលើកដៃសំពះអង្វរថាសូមខ្ញុំទទួលយកសម្លៀកបំពាក់ពុំបានទេព្រោះខ្ញុំជាប្រែតបើលោកមេត្តាឲ្យទានខ្ញុំសូមឲ្យទៅព្រះសង្ឃឬអ្នកមានសិលបរិសុទ្ធហើយឧទ្ទិសផលឲ្យខ្ញុំចុះទើបខ្ញុំអាចទទួលបានគួរអស្ចារ្យណាស់ក្នុងសំពៅនោះគ្មានព្រះសង្ឃមួយអង្គសោះមានតែឧបាសកម្នាក់មានសិលបរិសុទ្ធនាយសំពៅក៏ជូនសម្ពុតទៅឧបាសកនោះ
ហើយឧទ្ទិសផលចំពោះដល់ប្រែតនោះស្រាប់តែប្រែតនោះបានសម្ពុតទឹកស្លៀកដណ្ដប់ភ្លាមរឿងនេះតាមដឹងរៀបរាប់មកថាទាល់តែដល់ព្រះសង្ឃទើបឧទ្ទិសផលដល់ប្រែតបានសូមបញ្ជាក់ប្រាប់ថាឲ្យតែអ្នកធ្វើជាមួយអ្នកមានសិលបានផលខ្លះដែរប៉ុន្តែឲ្យដល់ឧបាសកមានផលពុំស្មើព្រះសង្ឃទេពីព្រោះព្រះសង្ឃមានសិលខ្ពស់និងជាស្រែបុណ្យក្នុងលោកនាងវិមានកៈប្រែតកាលបើបានសម្ពុតស្លៀកពាក់ហើយក៏និមិត្តយកអាហារទឹកជប់លៀងអ្នកសំពៅនោះឲ្យឆ្អែតស្កប់ស្កល់គ្រប់គ្នាទើបយំសោកប្រាប់ដល់អ្នកសំពៅថាអស់លោកអើយខ្ញុំជាស្ត្រីកម្មក្រាស់ណាស់នៅតែ4ខែទៀតទេខ្ញុំត្រូវអស់អាយុធ្លាក់ទៅកើតនរកហើយព្រោះទោសដែលខ្ញុំបិទស្រាលក់ពីជាតិមុននាយសំពៅនិងឧបាសកមានសេចក្តីមេត្តាករុណាប្រាប់ថាបើនាងចង់បាននាយសំពៅនិងឧបាសកចង់បាននៅសេចក្តីសុខនាងត្រូវយកព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកស្មើដោយជីវិតនាងលើកដៃសំពះទទួលថាសាធុសាធុក៏នឹកជីវនីគុណព្រះរតនត្រ័យក្នុងចិត្តជាប់ជានិច្ចដល់ពេលស្ងប់ខ្យល់នាយសំពៅលានាងប្រែតត្រឡប់មកនគរវិញនាងបានញើសម្បត្តិទឹកមានមាសប្រាក់ជាដើមមកបូជាព្រះសម្មាសម្ពុទ្ធបក្រកបរមគ្រូកាលនោះព្រះអង្គគង់នៅវត្តជាតិពុននាយសំពៅនិងឧបាសកទទួលបញ្ញាក៏ចេញសំពៅមកលុះសំពៅមកដល់នគរហើយក៏យកគ្រឿងសក្ការៈដែលនាងប្រែតញ៉ាទៅបូជាព្រះដ៏មានព្រះភិក្ខព្រះដ៏មានព្រះភិក្ខទ្រង់ទទួលហើយប្រជុំពុទ្ធបរិស័ទទាំងឡាយសម្ដែងធម្មទេសនាប្រារព្ធរឿងប្រែតនោះជាហេតុទីបំផុតព្រះអង្គទ្រង់ត្រាស់ថានាងវិមានកៈប្រែតនោះនៅ4ខែទៀតអស់អាយុហើយត្រូវទៅកើតក្នុងនរកដោយអំណាចបិទស្រាលួប៉ុន្តែដោយអំណាចសទ្ធាដែលនាងជឿចំពោះគុណព្រះរតនត្រ័យហើយបានបូជាចំពោះតថាគតដល់គម្រប់4ខែនាងអស់អាយុទៅក៏បានទៅកើតជាទេពធីតានៅឋានត្រៃត្រឹងសួគ៌សោយសម្បត្តិទឹកយ៉ាងធំ